ចលនាយុវជនជាភាពបរិស្ថានបន្តចូលរួមប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិកភ្នំពេញស្របតាមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានចលនាយុវជនជាភាពបរិស្ថានភាពស្អាតនៃអង្គការជាភាពបរិស្ថានកម្ពុជាបានបន្តសកម្មភាពប្រមូលនិងវេចខ្ចប់សំណល់សម្រាមប្លាស្ទិកតាមដងផ្លូវដើម្បីប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិកក្នុងន័យជំរុញភាពស្អាតលុបបំបាត់កាកសំណល់ប្លាស្ទិកតាមដងផ្លូវនិងបង្កើតបានជាចលនានិងស្មារតីឲ្យយុវជនស្រឡាញ់បរិស្ថានការពារបរិស្ថានសម្ដៅលើសុខុមាលភាពប្រជាពលរដ្ឋស្ថិតនៅភូមិទួលពងរសង្កាត់ចំចៅទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនាព្រឹកថ្ងៃទី22ខែមិថុនាឆ្នាំ2025ដោយទៅនឹងយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបានគឺជាយុទ្ធនាការជំរុញស្មារតីបណ្ដុះផ្នែកគំនិតនិងជាចលនាឲ្យសិស្សានុសិស្សយុវជនយុវនារីចូលរួមការទុកដាក់សំណល់សម្រាមការសម្អាតប្រមូលវេចខ្ចប់សំណល់សម្រាមតាមដងផ្លូវសូមបញ្ជាក់ផងដែរថាសកម្មភាពយុវជនជាភាពបរិស្ថានដែលបានប្រមូលនិងវេចខ្ចប់សម្រាមស្ថិតនៅភូមិសង្កាត់ខាងលើមានការចូលរួមប្រមាណចំនួន11នាក់ដែលជាយុវជនស្ម័គ្រចិត្តនិងជាយុវជនស្រឡាញ់បរិស្ថានភាពស្អាតជាចុងក្រោយយុវជនជាភាពបរិស្ថានសូមសំណូមពរប្រជាពលរដ្ឋនិងយុវជនចូលរួមទុកដាក់សម្រាមឲ្យបានត្រឹមត្រូវនិងចូលរួមប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក